សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរបន្ទាប់ពីសម្រាប់បាន3ថ្ងៃ4ថ្ងៃថ្ងៃនេះមកថ្ងៃនេះថ្ងៃអាទិត្យរៀបចំតូម៉ាតតិចដោយសារអស់អីហូបអស់ទឹកអីហូបចឹងទៅមកទិញអីហូបតិចដើរតាមផ្លូវតទេសភាពឲ្យបងប្អូនមើលអានេះដើមឈើអីរុះស្លឹករួយអស់ហើយបងប្អូនចូលខែ1ហើយវាអត់ទៅត្រជាក់ដែរវាត្រជាក់ទៅពេលព្រឹកទិញហើយតាខែ2ខែ3អីចូលខែ4លែងត្រជាក់បាត់មកល្មមធ្វើការហ្នឹងហើយនៅអាកាសធាតុនៅខាងនេះអត់ទៅត្រជាក់ទេនៅខាងនេះអស់ច្រើនតែដកអីបាន2ថ្ងៃហ្នឹងអស់វាត្រជាក់តែពេលព្រឹកទិញហ្នឹងស្រួលធ្វើការមានអារម្មណ៍ថានៅនេះស្រួលមែនតើស្រួលទាំងរកលុយស្រួលទាំងការងារហើយអាកាសធាតុគួរសមល្មមធ្វើការអញ្ចឹងណាអានេះគាត់ថាទឹកហូរកកតិចតិចឯនេះកកតិចតិចឆ្លៀតតូម៉ាតថតដល់បងប្អូនមើលហើយអានេះឡើងទៅវិញហើយម្ដុំផ្ទះខ្ញុំរស់នៅហ្នឹងកន្លែងរោងចក្រហ្នឹងសិតតែភ្នំហ្មងនៅជាប់ចំណុចហ្នឹងភាគច្រើនភ្នំហើយអាត្រៃខាងនោះភ្នំហ្នឹងសមុទ្រមួយទៀតខាងសមុទ្រខាងសងដុងខាងអីណាខាងសងដុងខាងកជេអីអាហ្នឹងខាងនោះភ្នំខាងនោះផ្ទះនោះហ្នឹងហើយភាគច្រើនខាងអ្នកខាងកជេខាងអីមកលេងដែរតាមកលេងបងខ្លាយខ្ញុំអីគ្នាគាត់អីមកលេងនៅណែតហើយនៅនេះតែគ្នាយើងល្អហ្នឹងខ្មែរច្រើនសบายនៅនេះគេផឹកស៊ីសบายដល់តែខ្ញុំមកទៅហូបមួយកែដល់តែហូបអត់កើតហូបពិចេះតែច្រវឹងអានេះឡើងទៅវិញតម៉ាតទិញអីបានមួយថងឡើងទៅវិញហើយមានអីច្រើនទេបងប្អូនអើយខ្ញុំសន្ទើមានវីដេអូឲ្យបង